ban rương lục chân gì tịnh đại cái chập và chun tao đào thay cho đào chân vậy bị wall pin bản đài sản công Facebook năng chế và trao đa xa sát ta khla năng từ chế kromประชัง năng thay do si pe rồi bao chân gì năng tam pật năng Campuchia năng cái xã hạ ca chỉ môi chân sọ năng từ tha ban côn sài pi xã hạ công on trả chiết đã sủng piết pi cày na bờ Campuchia cái xã hạ ca làm bay chập cầm chặt chân gì ấy lại năng lại tha bạ ประชัง năng si pe bạ ประชัง năng từโดยทาឆ្លងទៅវិញយូវល់ជជែកតែពីរឿងអ្នកណាយកជ័យអភ័ណ្ឌអត់និយាយពីរឿងគោលដៅចិនស៊ីនេះហាវាគ្រាន់តែជាទឹកមួយដំណក់នៅក្នុងមហាសាគរដ៏ធំធេងនៃអំពើអក្រិតនៅប្រទេសកម្ពុជាទេចាប់លោកចិនស៊ីនេះគឺគ្រាន់តែជាចំណុចចាប់ផ្ដើមទេមិនមែនជាទីបញ្ចប់ទេចំណុចចាប់ផ្ដើមនៃបញ្ហាចាក់ស្រេះនៅប្រទេសកម្ពុជាហើយថ្ងៃនេះខ្ញុំនឹងអានសាររបស់អ្នកកាសែតអតីតអ្នកកាសែតចិនម្នាក់ដែលធ្លាប់ធ្វើការនៅប្រទេសកម្ពុជាហើយក៏ទ្រាំមិនបាននឹងការធ្វើទុកបុកម្នេញក៏ភៀសខ្លួនដើម្បីសុវត្ថិភាពទៅប្រទេសក្រៅបាត់ហើយកាលពីឆ្នាំ2025ហ្នឹងហើយគាត់ក៏បានឃើញគេចាប់លោកចិនស៊ីគាត់ក៏ចេញសារមួយដើម្បីបង្ហាញអំពីអ្វីដែលនៅពីក្រោយហ្នឹងខ្ញុំនឹងបញ្យល់រឿងនេះបន្តិចព្រោះអីគាត់បានសរសេរអត្ថបទនេះប្រហែលជា10ទំព័រជាងវែងណាអានយ៉ាងជក់ចិត្តជាអ្នកសារព័ត៌មានមួយរូបដែលដឹងមួយជ្រុងទៀតក៏ប៉ុន្តែមុននឹងខ្ញុំចូលដល់ចំណុចហ្នឹងខ្ញុំគ្រាន់តែជម្រាបជូនថាលុយរបស់សហគមន៍ឬក៏សហរដ្ឋអាមេរិកជួយថៃនេះវាជារឿងរឹតចំណងអញ្ចឹងបានថាចំនួនកម្ពុជានិងថៃគ្មានថ្ងៃបានស្បើយទេដោយសារសហគមន៍អន្តរជាតិគេអត់នៅខាងយើងហើយការដែលអត់នៅខាងយើងមិនអត់នៅខាងយុត្តិធម៌ទេគឺដោយសារតែនយោបាយវារឹតរួតពេកគឺគេគិតតែកេងចំណេញនយោបាយរបស់គេទេដូច្នេះហើយបានជាយើងអត់អាចនឹងធ្វើនយោបាយជាមួយនឹងអន្តរជាតិឈ្នះទេម៉ោងនេះគឺសហគមន៍អន្តរជាតិគេនៅខាងថៃភាគច្រើនបើហេតុអីបានជាខ្ញុំសន្និដ្ឋានថាសហគមន៍អន្តរជាតិនៅខាងថៃភាគច្រើននេះគឺដោយសារតែសហគមន៍អន្តរជាតិគ្មានស្ថាប័នណាមួយថ្កោលទោសថៃសូម្បីតែមួយពាក្យយើងអាចសន្និដ្ឋានបានហើយអំពើដល់ខុសឆ្គងបែបនេះអត់ហ៊ានថ្កោលទោសយើងមើលប្រធានាធិបតីអាមេរិកដែលជាមនុស្សអស្ចារ្យមហាអំណាចលោកត្រាំចង់ធ្វើអីក៏បានទៅចាប់លោកម៉ាឌូរ៉ូក៏បួចយកមកកាត់ទោសនៅបរិយាញូវយ៉កដោយសារអំណាចយោធារបស់អាមេរិកមិនទាំងឆ្លងរដ្ឋសភាអាមេរិកផងប៉ុន្តែយើងមើលសារថ្កោលទោសពេញពិភពលោកអឺរ៉ុបក៏គេមិនសប្បាយចិត្តប្រទេសដទៃទៀតក៏គេមិនសប្បាយចិត្តសូម្បីតែប្រជាពលរដ្ឋអាមេរិកខ្លួនឯងសូម្បីតែតំណាងរាស្ត្រអាមេរិកខ្លួនឯងក៏ថ្កោលទោសលោកត្រាំដែរមិនមែនពេញចិត្តលោកម៉ាឌូរ៉ូទេប៉ុន្តែមិនពេញចិត្តអ្វីដែលជាមធ្យោបាយដែលទៅចាប់លោកម៉ាឌូរ៉ូអីចឹងសូមឲ្យមាននីតិវិធីតាមផ្លូវច្បាប់ជាតិអន្តរជាតិអីសភាអីរដ្ឋាភិបាលមានប្រព័ន្ធច្បាប់អីត្រឹមត្រូវអីចឹងទៅគេក៏មានគេហៅថាវាមិនមែនមើលមិនឃើញសោះអូលោកត្រាំធ្វើល្អនាំគ្នាស្អប់ម៉ាឌូរ៉ូគ្រប់គ្នាអញ្ចឹងបន់ឲ្យតែម៉ាឌូរ៉ូអាលាយធ្វើនឹងត្រូវអត់អាលីងគេអត់មានហៃអើអញ្ចឹងផងឃើញគេធ្វើថ្កោលទោសលោកត្រាំបានទេរុស្ស៊ីឈ្លានពានអ៊ុយក្រែនប្រទេសគ្រប់គ្នាឈ្លានពានថ្កោលទោសអំពើសំបីតែប្រទេសកម្ពុជាខ្លួនឯងនេះដែលមានសម្ព័ន្ធភាពដូចថាកាន់ជើងរុស្ស៊ីច្រើនដែរប៉ុន្តែនៅក្នុងសង្គ្រាមអ៊ុយក្រែនកម្ពុជាខ្លួនឯងក៏មានភាពក្លាហាននៅក្នុងការអំពាវនាវសុំឲ្យដោះស្រាយបញ្ហាអ៊ុយក្រែននិងរុស្ស៊ីតាមសន្តិវិធីអីចង់និយាយថាក្នុងន័យថាអំពើឈ្លានពានរដ្ឋអធិបតេយ្យហ្នឹងគឺជាមិនអំពើសមស្របអីចឹងដូចថាមានចឹងដែរអត់តែចិនទេដែលមិនថ្កោលទោសរុស្ស៊ីនោះភាគច្រើនគឺប្រទេសសេរីគេថ្កោលទោសរុស្ស៊ីគ្រប់គ្នាតែដល់មកចូលដល់កម្ពុជានិងថៃអត់មានអ្នកណាមើលឃើញថាថៃឈ្លានពានហើយមិនត្រឹមតែមើលមិនឃើញថៃឈ្លានពានឥឡូវឲ្យថៃនឹងជាអ្នកសរសេរប្រវត្តិសាស្ត្រទៀតក្រសួងការបរទេសថៃតាមរយៈលោកនីខុនដេតបាឡាំងគូរ៉ាចេញសារពមៀនមកភាគីកម្ពុជាប្រហែល2ថ្ងៃនេះប្រាប់ថាហាមកម្ពុជាប្រើឃ្លាថាថៃឈ្លានពានកម្ពុជាតទៅទៀតនេះរំលោភយើងអស់ចិត្តហើយនឹងហាមប្រើពាក្យថាគេរំលោភយើងទៀតឲ្យប្រើពាក្យថាម៉េចឲ្យពាក្យថាម៉េចរួមមេត្រីដោយស្មោះស្ម័គ្រដោយគេហៅ consent ព្រមព្រៀងគ្នាមកចាប់រំលោភគេដែលគេមិនព្រមសោះហ្នឹងបំផ្លាញទ្រព្យសម្បត្តិគេចាប់គេធ្វើបាបគេហើយលួចឆក់ប្លន់អីសពបែបយ៉ាងគំរំលោភច្បាប់ជាតិអន្តរជាតិធម្មនុញ្ញអាស៊ានសពបែបយ៉ាងអត់ឲ្យជនរងគ្រោះនិយាយថារំលោភដោយសារអីបងប្អូនថៃបានចិត្តឡើងចាងដោយសារអីអន្តរជាតិអត់មានអ្នកណាថ្កោលទោសថៃហើយអ្នកដែលមានឥទ្ធិពលបំផុត
ដើម្បីនាំអាចដើម្បីអន្តរជាតិថ្កោលទោសថៃគឺសហរដ្ឋអាមេរិកអត់ថ្កោលទោសថៃមិនត្រឹមតែប៉ុណ្ណឹងមិនដាក់ទណ្ឌកម្មថៃអីទាំងអស់ដំបូងហ្នឹងឃើញដូចជាលោកលរឈប់ជជែកគ្នារឿងពន្ធដាពន្ធសំទោសពន្ធអាកណែ reciprocal អាពន្ធបដិការអីគេនោះសិតតែអីណាថាបើថៃមិនព្រមងាកទៅគោរពបាត់ឈប់បាញ់វិញឈប់ចរចារឿងបទូបថយពន្ធឲ្យថៃបានតែមួយថ្ងៃមិនទាន់ផងទៅដកឃ្លានឹងមកដកពាក្យនឹងមកវិញថាអត់ទេគ្រាន់តែផ្អាកសិនទេតែអត់តាក់ទងនឹងលក្ខខណ្ឌឲ្យថៃគោរពបាត់ឈប់បាញ់អត់មានហ៊ានដាក់ទណ្ឌកម្មថៃសូម្បីតែបន្តិចអានេះហើយបានជាខ្ញុំនិយាយថានយោបាយការទូតរបស់កម្ពុជាបរាជ័យហើយខ្ញុំមិននិយាយថាយើងមិនបានប្រឹងទេយើងប្រឹងណាស់បងប្អូនមើលទៅលោកប្រាក់សុខុនណាលោកមន្ត្រីក្រសួងការបរទេសកម្ពុជាទៅត្រុកលោកសុនចន្ទថលណាទៅជួបគេទៅដូចថាមន្ត្រីយើងគ្រប់ហេដ្ឋារចនាសម្ព័ន្ធរដ្ឋាភិបាលជួបដើម្បីប្រឹក្សាផ្ដល់ព័ត៌មានអង្គទូតអាស៊ានសង្កេតការអីហ្នឹងគឺថាផ្ដល់ព័ត៌មានអនុព័ន្ធយោធាអង្គទូតអង្គការសហប្រជាជាតិយើងប្រើប្រាស់គ្រប់អស់ហើយយន្តការនៅក្នុងការជូនដំណឹងបងប្អូនយើងប្រឹងណាមន្ត្រីរាជការយើងប្រឹងណាប៉ុន្តែបងប្អូនដូចខ្ញុំនិយាយចឹងថាការប្រឹងនេះណាវាហាក់បីដូចជាយើងដូចថាវាអត់មានសេរីភាពនៅក្នុងការទទួលបានយុត្តិធម៌ដោយសារអីដោយសារមុខមាត់យើងទេហើយតិចទៅថាមន្ត្រីខ្មែរអត់បានប្រឹងឃើញពួកគាត់ប្រឹងណាស់បញ្ហាដោះស្រាយព្រំដែនប្រជាពលរដ្ឋជនភៀសសឹកជនអន្តោប្រវេសន៍ពលករចំណាក់ស្រុកវិលមកខ្មែរវិញប្រឹងឃើញប្រឹងគ្រប់គ្នាខ្ញុំមិនគិតថាពួកគាត់មិនប្រឹងទេប៉ុន្តែអានេះគឺជាការប្រឹងដើម្បីគ្រាន់តែទប់អាបញ្ហាដែលវាកើតឡើងមិនមែនជាការដែលយើងគិតថា10ជំហានទៅមុខទៀតបង្ការបញ្ហាកុំឲ្យកើតមានណាគឺយើងនិយាយទៅគឺវិធីដែលខ្មែរយើងដោះស្រាយសពថ្ងៃគឺដោះស្រាយពេលដែលបញ្ហាកើតឡើងយើងអត់មានដំណោះស្រាយដើម្បីទប់កុំឲ្យគេហៅថាអាវិធានការបង្ការយើងអត់មានណាបងប្អូនយើងគឺថាយើងដើរដល់ណាគេហៅដូចថានយោបាយអង្គកំប៉ុងណាបងប្អូនអង្គកំប៉ុងហ្នឹងគឺបានន័យថាយើងអត់ទៅទិញស្រូវ1ក្រុងឬអង្គ1ក្រុងយកមកទុកផ្ទះឬក៏10 20ក្រុងឯងដើម្បីដូចថាត្រូវការពេលណាយកមកប្រើគឺយើងដល់ពេលដាំបាយយើងទៅតូបចាប់រួយទិញអង្គ2កំប៉ុងមកដាំមួយពេលអញ្ចឹងទៅដល់តែពេលបាយល្ងាចទៅទិញមក2 3កំប៉ុងទៀតទៅព្រោះការដែលធ្វើនេះគឺខ្ញុំមិនវាយតម្លៃទេគឺយើងធ្វើរបៀបហ្នឹងហេតុអីបានធ្វើរបៀបហ្នឹងគឺដល់តែពេលមានបញ្ហាចាំយើងទប់ឧទាហរណ៍ពេលដែលមានគេវាយប្រើបានយើងដឹងថាយើងអត់មានអាវក្រោះបានយើងដឹងថាយើងពាក់ស្បែកជើងផ្ទាត់បានយើងដឹងថាទាហានយើងខ្វះចាប់ប៉ុន្តែអាមុននឹងវាយប្រើហ្នឹងតែយើងអត់ដឹងថាអាហ្នឹងជារឿងខ្វះខាតទេចឹងនៅពេលដែលមានបញ្ហាជាមួយថៃភ្លាមដល់តែយើងបានយើងដឹងថាសហគមន៍អន្តរជាតិអត់គាំទ្រយើងតែយើងអត់ដឹងពីមុនមកថាគេអត់គាំទ្រយើងទេព្រោះយើងធ្វើរបៀបអង្គកំប៉ុងបានន័យថាគេថ្កោលទោសយើងយ៉ាងម៉េចគេណែនាំយើងយ៉ាងម៉េចក៏តែយើងមិនស្ដាប់យើងធ្វើផ្កើនមួយគឺដើម្បីអីយកប្រជារាស្ត្រជាចំណាប់ខ្មាំងប្រជារាស្ត្រ17លាននាក់ជាចំណាប់ខ្មាំងដោយប្រើអាស្អីភាពលប់ឡាយនៃតុលាការនៃប្រព័ន្ធបោះឆ្នោតដែលគិតថាអូនៅពេលដែលមលាយគណៈបកប្រឆាំងចោលទៅហើយរៀបចំការបោះឆ្នោតមួយដែលមានគណៈបកនយោបាយចូលរួមមកកណកដឹកទៅស្ថានីយ៍បោះឆ្នោតទៅហើយទៅបោះឆ្នោតអីចឹងទៅមាន8 9លានអ្នកទៅបោះឆ្នោតលទ្ធផលបោះឆ្នោតហ្នឹងចេញមកបើប្រជាពលរដ្ឋទៅបោះឆ្នោតក៏ខឹកអញ្ចឹងតើហេតុអីអាហ្នឹងមិនប្រជាធិបតេយ្យទៅប្រាប់គេអញ្ចឹងវិញទៅបង្រៀនប្រទេសប្រជាធិបតេយ្យថាបើណែឯងស្គាល់ប្រជាធិបតេយ្យអត់នេះហើយជាប្រទេសប្រជាធិបតេយ្យប្រជាពលរដ្ឋទៅបោះឆ្នោតគ្រប់គ្នាក៏ប៉ុន្តែអត់មើលសោះថាតើគេទៅបោះឆ្នោតហ្នឹងដោយការគម្រាមកំហែងអីគេខ្លះតើគេមានគណៈបកនយោបាយមេបកនយោបាយគេដែលគេចង់បោះឲ្យនឹងមានអត់នៅក្នុងស្ថានីយ៍បោះឆ្នោតហ្នឹងតើយើងបានលាយគេចោលអស់ហើយធ្វើទុកបុកម្នេញអ្នកកសែតអ្នកសារព័ត៌មានឬក៏មន្ត្រីបកហ្នឹងយ៉ាងម៉េចនៅក្នុងការដែលមិនអាចចូលរួមបានហើយតើគណៈបកនយោបាយដែលចូលរួមហ្នឹងទៅអោបជើងក្រែរបស់ឬក៏ត្ររដ្ឋាភិបាលគណៈបកកណ្ដាលអំណាចនាំគ្នាវាយប្រហារក្រុមប្រឆាំងឲ្យដេកដួលគណៈបកដែលបង្កើតមកគ្រាន់តែលំអសួនប្រជាធិបតេយ្យឲ្យល្អមើលតាមពិតទៅបំផ្លាញប្រជាធិបតេយ្យអត់មើលឃើញអារឿងហ្នឹងដល់ពេលអញ្ចឹងគេយល់ថាវាអត់ដែលមានការបោះឆ្នោតឯណាដែលគណៈបកប្រឆាំងអត់មានសោះហើយទៅយើងគិតថាមានភាពសេរីត្រឹមត្រូវនឹងយុត្តិធម៌វាគ្រាន់តែជាការបោកបន្លំប្រជាពិធបោកបានតែខ្មែរគ្នាឯងទេព្រោះអីប្រព័ន្ធផ្សព្វផ្សាយយើងប្រកែបោកតែដល់ពេលសហគមន៍អន្តរជាតិគេគ្រាន់តែមើលមកគេឃើញថាដូចបៃលុកបៃឡអញ្ចឹងហើយទៅគេអត់ជឿដល់ពេលគេអត់ជឿគេឲ្យយើងស្ដារយើងថាស្ដារមិនទៀតយើងនយោបាយយើងគាំទ្របកប្រឆាំងអកតេ
មើងងាយរដ្ឋាភិបាលបើឆន្ទៈប្រជាពលរដ្ឋគេទៅបោះឆ្នោត8លាន9លានអ្នកហើយមិនយកតាមប្រទេសអ្នកឯងសេរីប៉ុណ្ណាទៅហេតុអីក៏សេរីប្រជាធិបតេយ្យបែបកម្ពុជាគេធ្វើមិនកើតចង់បានប្រមាណអីចឹងជោគវាសនារបស់កម្ពុជាគឺកម្ពុជាអ្នកសម្រេចអ្នកឯងជារដ្ឋបរទេសមិនអាចមកលូកដៃជ្រៀតជ្រែកអីលាក់នឹងលាក់ស្អីក៏ចេះនិយាយបានដែរពាក្យហ្នឹងមិននិយាយខុសទេនិយាយត្រូវនៅក្នុងន័យថាអត់ព្រមកែតែខំប្រឹងការពារនិយាយតែការពារហ្នឹងអត់និយាយការពិតទេដោះសារអត់និយាយដោះស្រាយទេដល់ពេលហើយគេស្គាល់ចរិតយើងមន្ត្រីស៊ើបអង្កេតអង្គការសហប្រជាជាតិអីមន្ត្រីសិទ្ធិមនុស្សអីគេរិះគន់យើងសពបែបយ៉ាងអត់ស្ដាប់គេដល់ពេលយូរទៅអាគេឈ្មោះយើងហ្នឹងគឺវាអញ្ចឹងបានយើងអង្គកំប៉ុងហ្នឹងហើយដល់ពេលមានការអីបានយើងដឹងថាអូយើងអាចកោហ្នឹងតែបើគេនិយាយមិនបានតែយើងស្ដាប់បើយើងអត់ទាំងព្រោះអាការដែលមិនស្ដាប់ហ្នឹងគឺដោយសារតែយើងអឺអីនៅពេលដែលប្រព័ន្ធដឹកនាំរដ្ឋមានអំពើពុករលួយបពពួកនិយមអញ៉ៃវាធ្វើឲ្យខ្លាយជាជំរុកនៃដង្កូវភក់ជ្រាំនៃពួកអក្រិតជនគេឆោបោកគេបោកប្រាស់ប្រជាពលរដ្ឋគេយកយើងជាមជ្ឈមណ្ឌលមកស៊ីរូងផ្ទៃក្នុងធ្វើឲ្យរះ7 10លានអ្នកហ្នឹងគឺរងវេទនាដោយសារអារឿងអនុញ្ញាតឲ្យពួកគេមកធ្វើឲ្យពួកគេធ្វើអីបានសែនចិត្តដោយក្រុមលោកចិនស៊ីអីវិញចិនស៊ីម្នាក់ឯងធ្វើអីវាមិនកើតទេក៏ដោយសារតែមានអារបៀបដឹកនាំរដ្ឋហ្នឹងជួយសន្តោសប្រប្រណីបិទបាំងលាក់អីទាំងអស់ទៅគឺធ្វើឲ្យអាប្រព័ន្ធហ្នឹងវាទៅរលួយអញ្ចឹងទៅហើយអ្នកដែលវេទនាគឺប្រជាពលរដ្ឋហ្នឹងពេលគេបាន10មកគេយកមកចែកមួយហ្នឹងគឺគេល្អគឺគេជួយប៉ុន្តែគេលួច9នៃបាត់ទៅហើយដូច្នេះប្រជាពលរដ្ឋហ្នឹងអត់បានឃើញដោយសារអីអាប្រព័ន្ធផ្សព្វផ្សាយហ្នឹងគឺបានតែអញ្ចឹងហើយអាជ័យធ្លាក់ទឹកបោករហូតប្រជាពិធដ្ឋអារឿងពិតផ្សាយជាប់គុកអស់ហើយដល់អញ្ចឹងប្រជាពលរដ្ឋអត់បានស្ដាប់ព័ត៌មានពិតអាទាំងអស់ហ្នឹងគឺជាការកសាងឲ្យយើងមានបញ្ហាខ្លួនឯងដល់ពេលអញ្ចឹងអន្តរជាតិគេមិនគ្រប់គ្រងយើងបែកបាក់គ្នាមានឆ្លោះជាមួយថៃយើងខ្សោយខ្លួនឯងចឹងបាទខ្ញុំថាវាមិនទាន់ហួសពេលទេសៀងស្ដារឡើងវិញទៅហើយឥឡូវមកដល់ម៉ោងណាលោកហ៊ុនម៉ាណែតគាត់និយាយចេះក្នុងសារពិសេសរបស់គាត់ថ្លែងអំពីដំណោះស្រាយចំនួនព្រំដែនមុននេះហ្នឹងគាត់ថាកម្ពុជានៅតែបដិញ្ញាអនុវត្តយន្តការដែលមានស្រាប់ទាំងអស់ដើម្បីដោះស្រាយចំនួនព្រំដែនដោយសន្តិវិធីខ្ញុំពេញចិត្តណាស់ឃ្លាគាត់ព្រោះគ្មានចំនួនព្រំដែនឯណាដែលដោះស្រាយដោយសង្គ្រាមប្រដាប់អាវុធបានជោគជ័យទេឃ្លានេះគឺជាឃ្លាដ៏ត្រឹមត្រូវគឺយើងដោះស្រាយដោយសន្តិវិធីប្រើយន្តការការទូតយន្តការអន្តរជាតិយន្តការច្បាប់អន្តរជាតិនិយាយទៅគឺជាភាសាដ៏ត្រឹមត្រូវគ្មានបាត់ពាក្យណាមួយដែលយើងគិតថាគួររិះគន់គាត់បានទេគឺត្រឹមត្រូវទាំងអស់ក៏ប៉ុន្តែនៅក្នុងអាយន្តការដែលយើងកំពុងតែប្រាប់មកហ្នឹងគឺជាយន្តការស្អំចិត្តប្រជាពលរដ្ឋយន្តការអន្តរជាតិយើងធ្វើអស់ហើយការទូតយើងធ្វើអស់ហើយច្បាប់អន្តរជាតិគឺយើងធ្វើតែក្នុងករណីដែលរាយការណ៍ទៅអង្គការសហប្រជាជាតិទូពិតប្រាប់គេទេប៉ុន្តែអាច្បាប់អន្តរជាតិមែនតែនដើម្បីប្តឹងថៃហ្មងគឺយើងអត់ដាក់ប្តឹងទេនិយាយទៅគឺយើងនៅកវ៉ែលតែអត់ព្រមចូលទៅចំអាចំណុចគោលដៅអានោះដូចយើងបាញ់ស៊ីបចឹងហ៎បងប្អូនមកគ្រាប់ទៅគឺចំអាខ្សែនៅខាងក្រៅហ្នឹងប៉ំបន្តិចចិត្តចូលដល់មកគ្រាប់ទៀតទៅគឺថាបាញ់ព្រួញយើងហ្នឹងគឺជុំវិញរង្វង់ហ្នឹងទាំងអស់វាអត់ធ្លាក់ចេញពីអាក្តារបាញ់ហ្នឹងទេប៉ុន្តែសួរថាគេឲ្យពិន្ទុអត់វាអត់តោះតែយើងបាញ់ចូលនៅក្នុងអារង្វង់ផ្ទាំងស៊ីបគេហ្នឹងហើយយើងនៅតែអញ្ចឹងនៅតែបាញ់គ្រាប់នៅតែចង់ឃើញបកែដែរដៃនឹងមើលទៅដូចរៀងត្រង់ដែរគាត់ថាត្រង់ចំតែខាងក្រៅរង្វង់ឯងអត់ចូលទៅក្នុងរង្វង់ហើយមកប្រាប់ប្រជាពលរដ្ឋតែកុំអីកុំភ័យយើងជឿជាក់លើរដ្ឋាភិបាលទៅឃើញដៃយើងត្រង់តាយើងបាញ់ទៅឃើញផ្ទាំងស៊ីបគឺយើងបាញ់អត់ឲ្យផុតមានចេញមួយគឺថានៅចំលើក្តារហ្នឹងប៉ុន្តែវាអត់ត្រូវអាចចំណុចដែលផ្ទាំងស៊ីបហ្នឹងសោះវានៅតែលើក្តារហ្នឹងឯងអត់បានបន្ទុសោះអញ្ចឹងហើយមកដល់ម៉ោងហ្នឹងលោកហ៊ុនម៉ាណែតនៅតែនិយាយថាយើងនឹងប្រើយន្តការច្បាប់អន្តរជាតិប៉ុន្តែរដ្ឋាភិបាលមកដល់ម៉ោងនេះអត់មានប្រាប់ប្រជាពលរដ្ឋសោះតែអាយន្តការអន្តរជាតិនឹងកាលបានដាក់ប្តឹងទៅតុលាការព្រំដែនអន្តរជាតិនិងតុលាការយុត្តិធម៌អន្តរជាតិនឹងកាលហើយកាលហ្នឹងគឺបើសិនជាស្អំចិត្តប្រជាពលរដ្ឋក៏គួរអាសូរទ្រូងប្រជាពលរដ្ឋកុំឲ្យគេស្រែកកោកសឹកមាត់តដោកឆ្អែតតាពោះក្បីគឺប្រាប់ផងថាឥឡូវក្រុមការងាររដ្ឋាភិបាលបានធ្វើដល់ដំណាក់កាលនេះហើយស៊ើបអង្កេតភស្តុតាងបានប៉ុណ្ណេះហើយយើងនៅខ្វះប៉ុណ្ណេះភាគរយទៀតឥឡូវយើងបានប៉ុណ្ណេះហើយមេធាវីយើងបង្កើតបានគ្នាប៉ុណ្ណេះហើយយើងនឹងដាក់ប្តឹងតំបន់នេះប៉ុណ្ណេះហើយការប្រវត្តិប្រាប់ប្រជាពលរដ្ឋឲ្យដឹងថាតើពេលណាទៅដាក់មែនរួចខ្លួនចេះថាយើងនឹងប្រើយន្តការអន្តរជាតិច្បាប់ទៅតុលាការព្រំដែនអន្តរជាតិនិងយុត្តិធម៌អន្តរជាតិបើប្តឹងត្រូវការពេល3ទៅ5ឆ្នាំតម្រាំដោះស្រាយប៉ុន្តែ3ទៅ5ឆ្នាំគឺយើងរាប់នៅពេលដែលយើងដាក់ប្តឹង
ហើយបើយើងអត់ទាន់ដាក់ប្តឹងបានន័យថា5ឆ្នាំទៀតបានដាក់យើងរាប់5ទៅ10ឆ្នាំទៀតទៅតែអង្កលបានដល់អាទៀតត្រៃហ្នឹងបើយើងអត់ទាំងចាប់ផ្ដើមជំហានដំបូងនៃការធ្វើដំណើរផងហ្នឹងយើងនៅតែរេរងចឹងរហូតហើយប្រជាពលរដ្ឋដល់ពេលប្រាប់គាត់ពីរឿងហ្នឹងគាត់មករករឿងថាយើងសម្អោចក្នុងខោអត់ជឿលើរដ្ឋាភិបាលគេកំពុងតែធ្វើការគេប្រើយន្តការទ្វេភាគីដោះស្រាយតាមយន្តការដែលមានស្រាប់អនុវត្តគោរពបានខ្ជាប់ខ្ជួនតាមបទឈប់បាញ់យើងគោរពតែខ្លួនយើងហ្នឹងអាបទឈប់បាញ់ហ្នឹងថៃមានគោរពអីណាទៅមើលថៃជីកដាក់បេតុងថាខ្ទេចខ្ទីអស់អាលីងវាយខ្ទេចខ្ទីអស់ហើយធ្វើរហូតនិយាយទៅថៃស្រមោចក្នុងខោមួយថ្ងៃថៃអត់តនេទេគឺគេអត់តនេទេណាគឺគេរវល់ណាស់គេមិនមានពេលតនេដូចយើងចឹងទេយើងរវល់តែមាត់ជេរគ្នាទេយើងតែបន្តិចគ្នាទេគឺយើងនាំគ្នាដូចថាអួតអាបន្តិចក៏បន្តិចអាអួតក៏អួតដែរឲ្យតែបានអីហ្នឹងយើងអួតតែចឹងទៅប៉ុន្តែអារឿងថៃហ្នឹងគឺគេនៅត្រង់សេផងគេផ្លូវឡើងទៅភ្នំនេះទៅប្រាសាទនេះទៅអីហ្នឹងគេចាក់បេតុងគេចាក់អីលេនឋានគេធ្វើរាល់ថ្ងៃអាហ្នឹងហើយបានតែថាយើងចាំអីទៀតខ្ញុំកំពុងតែឆ្ងល់យើងចាំថៃដោះស្រាយព្រំដែនតាមដោយសន្តិវិធីគណៈកម្មាធិការព្រំដែនសីមា JBC របស់យើងហ្នឹងទៅសុំគេ2ដងដោយសុំភ្លើងយក្សគេថាអត់មានជួបប្រជុំអីផងហើយឥឡូវយកដីយើងដល់14កន្លែងដែលរដ្ឋាភិបាលប្រកាសតាមពិតមន្ត្រីបកប្រឆាំងថាទាហានជួមុខជួយផ្ដាល់យោបល់មកថាដល់35កន្លែងឯណោះហើយឥឡូវអាទាំងអស់ហ្នឹងថាឥឡូវ35ឬ14អីទៅឥឡូវថា14ហ្នឹងចុះតើយើងមានបានប្តឹងទៅថៃឬក៏ដាក់ដោះស្រាយបញ្ហានេះយ៉ាងម៉េចព្រោះអីយើងបានតែទៅពឹងគេឲ្យមកជួយវាស់វែងហើយបើគេប្រាប់ថាគេអត់វាស់គេចាំរដ្ឋាភិបាលថ្មីគេតើតែខែកុម្ភៈបោះឆ្នោតឲ្យមុំរាប់លទ្ធផលបោះឆ្នោតមុំតែរៀបចំរដ្ឋាភិបាលមុំចូលស្បត់កាន់តំណែងមុំអីណោះពីម៉ានខែ3ខែ4ចូលឆ្នាំខ្មែរទៀតហើយចុះប្រជាពលរដ្ឋដែលអត់បានចូលទៅលំនៅឋានវិញមិនទៅហើយចឹងអាផោះតាងហ្នឹងវាកាន់តែយ៉ាងម៉េចហើយគេកាន់តែសាងច្រើនយើងសង្ឃឹមថាសាងអីសាងទៅធ្វើទៅតែពេលតែយើងនេះមកយើងចូលទៅយកមកពីណាបើគេដាក់លេនឋានគេមកកាលលើកមុនឡើងងើបមកគ្រាន់តែបាញ់គ្នាត្រូវខ្លះឥឡូវមានលេនឋានគេឡើងពេញអស់ហើយបលាលួសគេរត់មានកុងតឺន័រមានអីផងស្អីស្កាសហ្នឹងយើងគិតតែសង្ឃឹមទៅយកគេតាមកម្លាំងប្រដាប់អាវុធមែនហើយយើងឲ្យគេចាញ់មែនតាមពិតខ្ញុំយល់ស្របតាមរដ្ឋាភិបាលកម្ពុជាចំណុចមួយថាបើយើងប្រើយន្តការអន្តរជាតិគឺយើងមិនទទួលស្គាល់ព្រំដែនប្រែប្រួលដោយការប្រើកម្លាំងប្រដាប់អាវុធជាការត្រឹមត្រូវ 100% ប៉ុន្តែតើតែយើងប្តឹងអារឿងសេចក្តីជូនដំណឹងហ្នឹងវាគ្រាន់តែបានថាស្អំចិត្តប្រជាពលរដ្ឋប៉ុន្តែអត់ទាំងប្តឹងផងឥឡូវឧទាហរណ៍គេបើកឡានស្វឹងជិះឡានស្វឹងស្រាបុកស្លាប់បងប្អូនយើងជាជនរងគ្រោះយើងថាខ្ញុំនឹងអនុវត្តវិធានការច្បាប់ប្តឹងណែឯងទារសំណងឲ្យទាល់តែបានឲ្យណែឯងជាប់គុកហើយនៅតែថាអញ្ចឹងខ្ញុំនឹងប្រើប្រាស់ច្បាប់ដែលមានស្រាប់នឹងប្តឹងណែឯងចាប់ឲ្យដាក់គុកហើយសងសំណងប៉ុន្តែអត់ដាក់ពាក្យប្តឹងហ្នឹងហើយយើងចេះតែថាអញ្ចឹងប្រាប់បងប្អូនទៅកុំមាត់តិចទៀតដាក់អត់ព្រមដាក់ហើយគេចេះតែឆ្ងល់ចុះហេតុអីបានត្រូវការចាំយើងសង្ឃឹមថាមានការចរចាទ្វេភាគីដែលចរចាទ្វេភាគីបានផលពីណាមកយកហើយចរចាជាមួយថៃអត់ដែលបានផលទេឆ្លោះគ្នាដោយសាររឿងចរចាទ្វេភាគីតែអត់ចង់ឲ្យមានសង្គ្រាមទេថៃខ្លាចបំផុតអតឡាការអន្តរជាតិនឹងថៃខ្លាចបំផុតច្បាប់អន្តរជាតិនឹងអញ្ចឹងហើយបានថាពេលដែលយើងប្តឹងខ្មែរយើងមិនស្រួលអាចខ្លាចគេចោទថាយើងរំលោភបំពានអាច្បាប់កិច្ចព្រមព្រៀងឈប់បាញ់នឹងដឹងថាបើដាក់ប្តឹងគេថាយើងនឹងសម្ោចក្នុងខោទេដឹងបានតែចេះតែនៅអត់ព្រមដាក់សោះអញ្ចឹងខ្លាចគេចោទយើងថារំលោភបំពានបាត់ឈប់បាញ់ក៏តែមិនដឹងព្រោះអីតែយើងប្តឹងទៅគេថាយើងអត់ព្រមរយន្តការដោះស្រាយទ្វេភាគីយើងទៅរយន្តការអន្តរជាតិដែលអត់មានចែងនៅក្នុងកិច្ចព្រមព្រៀងក៏តែមិនដឹងប៉ុន្តែបងប្អូនថៃបំពេញវាអត់មានតាក់ទងនឹងកិច្ចព្រមព្រៀងអីទាំងអស់តាក់ទងនឹងបទល្មើសនៃអំពើឈ្លានពានស្លាប់ទាហានស្លាប់ជនស៊ីវិលយើងដូច្នេះច្បាប់សម្ព័ន្ធមានក្របផ្លោងក្របអីត្រូវដូចថាអំបែងក្របអីដែរប៉ុន្តែមិនមែនបាក់បែកប្រាង្គប្រាសាទនឹងខ្ទេចខ្ទាំដោយប្រាសាទតាកបីទេដោយសារតែប្រាសាទតាកបីនេះថៃថាបាញ់កំតិចដោយសារតែកម្ពុជាទាហានយើងយកអាទីប្រាង្គប្រាសាទនឹងតែម្ដងដាក់បាវខ្សាច់ហើយទៅនៅក្នុងនឹងដើម្បីធ្វើជាលេនដ្ឋានទ័ពអានេះឲ្យដែលថៃររឿងឲ្យអះអាងថាបាញ់កំតិចនេះគឺបាញ់កំតិចមូលដ្ឋានទ័ពដែលទាហានខ្មែរនៅក្នុងប្រាសាទនឹងតែម្ដងដែលបាញ់ចេញពីនឹងអីចឹងអាហ្នឹងលេសរបស់គេណាបងប្អូនប៉ុន្តែការពិតគឺទាហានខ្មែរយើងពិតជាដាក់បាវខ្សាច់
ហើយនឹងយកលេនឋានប្រាសាទតាកបីហ្នឹងយកជាកន្លែងដើម្បីបាញ់ការពារប្រាសាទមែនហើយតាមពិតបើយើងនិយាយពីទ្រព្យរបស់កម្ពុជាវាអត់មានរឿងអីខុសដែលនៅក្នុងការដែលម្ចាស់ផ្ទះគេយកគ្រឿងសព្វាវុធទៅការពារទ្រព្យគេខ្លាចចោលប្លន់ចោលលួចទេវាអត់មានអីខុសទេចង់និយាយថាក្នុងន័យជាម្ចាស់ផ្ទះណាប៉ុន្តែរឿងដែលថៃគេចោទប្រកាន់ហ្នឹងដោយសារតែធម្មតានៅក្នុងចំនួនប្រដាប់អាវុធនៅពេលដែលទីបុរាណដ្ឋានឬទីសក្ការៈបូជាសាសនាអីគឺគេហាមទាំងភាគីកម្ពុជាគេហាមទាំងភាគីថៃឬក៏ភាគីណាទាំងអស់មិនឲ្យយកទីតាំងប្រាសាទឬក៏ទីតាំងទួលបុរាណណាមួយមកជាកន្លែងលេនដ្ឋានតបទេអាចការពារបានប៉ុន្តែមិនអាចបោះទីតាំងនៅក្នុងនឹងបានទេព្រោះអីខ្លាចប្រជាមិត្តគេយកលេសថាគេវាយមកគឺគេបាញ់គោលដៅយោធាប៉ុន្តែធ្វើម៉េចបើយោធាយកទីបុរាណដ្ឋានហ្នឹងយកមកជាខែលអីចឹងទៅធ្វើឲ្យខ្ទេចខ្ទីអីចឹងកុំបន្ទោសគេអាហ្នឹងថៃគេយកលេសកន្លែងហ្នឹងព្រោះអីបើសិនជាអត់មានទាហានខ្មែរនៅក្នុងប្រាង្គប្រាសាទឬក៏យកបាវខ្សាច់ទៅដាក់នៅក្នុងប្រាសាទតាកបីម៉ោងនេះថៃអត់មានពាក្យអីនិយាយសំបីតែមួយម៉ាត់ព្រោះអីយើងមកបំផ្លាញប្រាសាទខ្មែរក្នុងដែនអធិបតេយ្យខ្មែរហើយយកលេសថាជាមូលដ្ឋានទ័ពឬយោធាអីហ្នឹងគឺយើងនឹងមានគេហៅដងដាវប៉ុន្តែឥឡូវនេះដងដាវរបស់កម្ពុជាតែមួយទេมันអាចនឹងយកហេតុផលថាថៃមិនគួរណាបំផ្លាញប្រាសាទតាកបីបានទេព្រោះអីយើងមានបាវខ្សាច់យើងមានស្អីដែលជាសម្ភារៈយោធានៅក្នុងប្រាង្គប្រាសាទហ្នឹងតែម្ដងអញ្ចឹងបានន័យថាថៃគេអាចបាញ់បាននៅក្នុងន័យថាជាចំនួនឆ្លោះគ្នាដោយគេចោទថាកម្ពុជាបាញ់ទៅគេពីទីតាំងហ្នឹងអញ្ចឹងទីតាំងយោធាគេអាចបាញ់គ្នាបានអញ្ចឹងណាអាហ្នឹងរឿងមួយប៉ុន្តែកម្ពុជានៅតែមានដងដាវមួយគឺច្បាប់អន្តរជាតិស្ដីអំពីការដែលថៃឈ្លានពានដែនអធិបតេយ្យកម្ពុជាមកបំពេញដែនដីយើងសំខាន់យើងដាក់មូលដ្ឋានទ័ពនៅប្រាសាទឬមិនដាក់អានឹងគឺជារឿងមួយដោះស្រាយគ្នាទៀតប៉ុន្តែរឿងយើងឈ្លានពានចូលមកដីកម្ពុជាគឺជារឿងខុសច្បាប់ដូចខ្ញុំធ្លាប់បានបញ្យល់បងប្អូនហើយថាអារឿងចោលលួចចូលផ្ទះគេគឺជារឿងខុសច្បាប់អត់មានគ្រោះពិភាក្សាអីទេប៉ុន្តែពេលដែលចូលទៅផ្ទះគេចូលលូនក្រោមផ្ទះគេហើយប្តីប្រពន្ធគេជជែកពីរឿងជួញដូរគ្រឿងញៀនឧទាហរណ៍ហើយអាហ្នឹងគឺជាបទល្មើសថ្មីមួយទៀតកើតឡើងនៅពេលដែលមានបទល្មើសមួយកើតឡើងមុនហ្នឹងបើកុំតែណែឯងចូលទៅលួចក្នុងផ្ទះគេឬក៏ចូលទៅពួនសំងំក្រោមផ្ទះធ្វើមិនបានដឹងប្តីប្រពន្ធគេជជែកគ្នាស្ងាត់លើក្រែតែ2នាក់ពីរឿងផ្ទៃក្នុងរបស់គេហ្នឹងធ្វើមិនណែឯងដឹងហើយរឿងនេះរឿងមិនមែនតែឯងជាភ្នាក់ងារ FBI ឬភ្នាក់ងារសម្ងាត់របស់ប៉ូលីសណាដែលគេបញ្ជូនទៅឲ្យស៊ើបអង្កេតហ្នឹងណាឯងជាចោរហ្នឹងដូច្នេះអំពើចោរឈ្លានពានហ្នឹងឬក៏ចូលលួចហ្នឹងគឺវាខុសបាត់ហើយផោះតាំងទាំងឡាយណាដែលបានមកពីការដែលចោរនិយាយថាចូលទៅលឺថាពីអ្នកហ្នឹងនិយាយពីគ្រឿងញៀនហ្នឹងអត់អាចយកជាការបានអីទាំងអស់ព្រោះអីផោះតាំងបានមកពីអំពើខុសច្បាប់គឺវាខុសច្បាប់ទាំងអស់ដូច្នេះវិលមករឿងប្រាសាទតាកបីវិញបើទោះបីជាថៃចោទប្រកាន់ថាអាញាធរកម្ពុជាឬក៏យោធាខ្មែរដាក់បាវខ្សាច់នៅប្រាសាទតាកបីធ្វើឲ្យថៃអាចបាញ់កំទេចប្រាសាទនេះបានដោយសារតែយកហេតុផលថាកំទេចមូលដ្ឋានទ័ពឬត្រង់សេឬក៏លេនដ្ឋាននៅហ្នឹងក៏ដោយប៉ុន្តែចំណុចដែលសំខាន់គឺថៃខុសច្បាប់តាំងពីឈ្លានពានដែនអធិបតេយ្យកម្ពុជាព្រោះប្រាសាទតាកបីជារបស់ខ្មែរដូច្នេះអំពើខុសច្បាប់របស់ថៃមិនអាចយកការដែលយកលេសថាកម្ពុជាមានមូលដ្ឋានទ័ពឬក៏ដាក់បាវខ្សាច់នៅប្រាសាទតាកបីហ្នឹងជាលេសទេចង់និយាយថាកម្ពុជាចាញ់ការពារក្តីមួយនៅក្នុងពេលដែលថៃគេចោទថាហេតុអីបានគេបាញ់កំទេចប្រាសាទហ្នឹងគឺគេដល់យកហេតុផលថាមានបាវខ្សាច់មានទាហាននៅក្នុងហ្នឹងក្នុងគោលការណ៍ច្បាប់គឺថៃអាចមានការពារខ្លួនរឹងមាំចំណុចហ្នឹងប៉ុន្តែដូចខ្ញុំនិយាយចឹងតើយើងទៅជឿចោលដែលលួចចូលនៅក្នុងក្រោមផ្ទះគេទៅលួចឆក់ប្លន់ទ្រព្យសម្បត្តិរបស់ម្ចាស់ផ្ទះហើយទៅលឺម្ចាស់ផ្ទះនិយាយពីរឿងជួញដូរគ្រឿងញៀនឬលាក់អាវុធខុសច្បាប់នៅកន្លែងណាតើតុលាការទៅកាត់ទោសយ៉ាងម៉េចទៅយកអាផោះតាំងបានមកពីអំពើខុសច្បាប់នឹងកើតទេវាអត់មានគ្មានយុត្តាធិការដែនសមត្ថកិច្ចប៉ូលីសណាដែលគេទៅយកផោះតាំងបានមកពីចោលទេអត់ទេព្រោះអំពើដែលបានមកហ្នឹងវាខុសច្បាប់ទៅហើយដូច្នេះអាហ្នឹងហើយបានថាវានៅរឿងសកេសកៈអញ្ចឹងបាននៅកម្ពុជានៅតែអាចប្តឹងថៃបានទៅតុលាការអន្តរជាតិតាក់ទងពីរឿងប្រាសាទតាក់ទងនឹងអីប៉ុន្តែអ្វីដែលគួរឲ្យអស់សំណើចគឺថ្ងៃនេះគឺទាំងលោកណត្តភងណាផានិចសំទោសទាំងលោកស៊ីហាស័កភួងកេតកែវដែលជារដ្ឋមន្ត្រីក្រសួងការបរទេសចាំផ្ទះថៃនិងលោកអនុទិនច័ន្ទវរៈគុលលោកណត្តភងណាផានិចជារដ្ឋមន្ត្រីក្រសួងការពារជាតិនឹងក៏ផ្ដល់បទសម្ភាសន៍ឲ្យសារព័ត៌មានថៃទាំងអស់និយាយអំពីប្រតិកម្មរបស់កម្ពុជារឿងប្រាសាទតាមាន់ធំនិងប្រាសាទតាក្របីព្រោះអីការដែលមានប្រតិកម្មបែបនេះហ្នឹងគឺដោយសារថ្ងៃនេះគឺមានសេចក្តីប្រកាសព័ត៌មានមួយរបស់ក្រសួងវប្បធម៌សំទោសក្រសួងវប្បធម៌និងវិចិត្រសិល្បៈរបស់កម្ពុជាចុះថ្ងៃទី3ហ្នឹងគេសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងនេះគឺប្រាប់តាក់ទងនឹងចំណុចរឿងប្រាសាទខ្មែរនេះ
ហើយមិនមែនជាលើកទី1ទេដែលក្រសួងចេញសេចក្តីប្រកាសព័ត៌មានបែបនេះព្រោះអីក្រសួងបានតវ៉ាទៅអង្គការ UNESCO អង្គការពាក់ព័ន្ធអីច្រើនដែរពួកគាត់ខំប្រឹងប្រែងខ្លាំងណាស់ដែរក៏ប៉ុន្តែអត់សូវបានផលទេដោយសារតែថៃគេថាអត់ទាន់បានទទួលអីចាំខ្ញុំបញ្យល់ឥឡូវនេះគឺក្រសួងវប្បធម៌និងវិចិត្រសិល្បៈបញ្ជាក់សារជាថ្មីថាទីតាំងប្រាសាទទាំងពីរគឺប្រាសាទតាក្របីនិងប្រាសាទតាមាន់ធំស្ថិតក្នុងដែនអធិបតេយ្យកម្ពុជាទាំងស្រុងនិងទីតាំងប្រាសាទទាំងពីរហ្នឹងគឺស្ថិតក្នុងដែនអធិបតេយ្យកម្ពុជាហើយដោយដែលបានកំណត់យ៉ាងច្បាស់នៅក្នុងសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904និង1907ព្រមទាំងផែនទីដែលត្រូវបានទទួលស្គាល់ជាផ្លូវការដែលនៅតែមានសុពលភាពស្របតាមច្បាប់អន្តរជាតិអញ្ចឹងក្រសួងវប្បធម៌និងវិចិត្រសិល្បៈថ្លែងសារបែបនេះបញ្ជាក់ទៀតថាខ្លួនព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍នៃការខូចខាតធ្ងន់ធ្ងរនឹងការកាប់បំផ្លាញស្ទើរតែទាំងស្រុងនៃប្រាសាទតាក្របីដែលជាទីសក្ការៈនិងជាបេតិកភណ្ឌប្រវត្តិសាស្ត្រដ៏សំខាន់ដែលត្រូវបានចែកផ្សព្វផ្សាយឬក៏រក្សាទុកអស់រយៈពេលរាប់សតវត្សដែលមានតម្លៃវប្បធម៌និងជាដួងព្រលឹងរបស់ប្រជាពលរដ្ឋខ្មែរបាទកម្ពុជាមិនអាចទទួលយកបាននេះចំណុចដែលខាងក្រសួងវប្បធម៌និយាយទី1មិនអាចទទួលយកបាននៅការប្រើប្រាស់កម្លាំងណាមួយប្រឆាំងទៅលើតំបន់វប្បធម៌និងបុរាណវិទ្យានេះទី2សកម្មភាពស្ដារឡើងវិញបានន័យថាមិនគ្រប់គ្រងសកម្មភាពដែលជួសជុលឡើងវិញរបស់ភាគីថៃដោយគ្មានការឯកភាពពីខាងកម្ពុជាទេគឺមិនអាចនិយាយទៅសកម្មភាពស្ដារឡើងវិញនេះមិនទទួលយកបានគឺមិនអាចទទួលយកបានសកម្មភាពអភិរក្សឬក៏ចោះបញ្ជីឬក៏សាងសង់ណាមួយដែលអនុវត្តដោយភាគីឯកតោភាគីដែលភាគីថៃគ្មានការយល់ព្រមពីភាគីកម្ពុជាទេនិងទី3សកម្មភាពណាមួយដែលប៉ះពាល់ឬបំផ្លាញដល់ស្ថានភាពផ្លូវច្បាប់ប្រវត្តិសាស្ត្រនិងវប្បធម៌នៃតំបន់ទាំងនេះក៏មិនអាចទទួលយកបានដែរអញ្ចឹងហើយបានជាក្រសួងវប្បធម៌អំពាវនាវឲ្យភាគីថៃបញ្ឈប់ជាបន្ទាន់នៅសកម្មភាពទាំងអស់នៅតំបន់ប្រាសាទតាមាន់និងប្រាសាទតាក្របីដោយគោរពអធិបតេយ្យកម្ពុជារកដំណោះស្រាយពាក់ព័ន្ធទាំងអស់ដោយសន្តិវិធីនិងស្របតាមច្បាប់អន្តរជាតិបាទឥឡូវនេះគឺយើងឃើញថាខាងកម្ពុជាសរសេរសារបែបនេះតែថៃគេបកស្រាយមកវិញចេះគេថាបើកម្ពុជាពិតជាចង់តវ៉ារករឿងថៃរឿងប្រាសាទទាំងអស់នេះឬរឿងកន្លែងណាក៏ដោយទាំងអូស្មាច់ផងព្រោះអីបងប្អូនយើងដឹងហើយណាអូស្មាច់ម្សិលមិញនេះគឺនាំ FBI នាំអីចូលទៅហ្មងពួកថៃនេះគឺគាត់ធ្វើយ៉ាងកក្លឿនណាថៃថាបើចង់ធ្វើដូច្នេះចង់តវ៉ាឲ្យត្រឹមត្រូវតាមនីតិវិធីគឺតវ៉ាតាមផ្លូវទូតនិងតវ៉ាតាមផ្លូវច្បាប់អន្តរជាតិទៀតនេះថៃបបួលខ្មែរឲ្យដាក់ប្តឹងថៃទៅតុលាការអន្តរជាតិឯនៅក្នុងន័យហ្នឹងព្រោះថៃថាអញ្ចេះលោកអនុទិនច័ន្ទវរៈគុលនិងលោកសិហស័កភួងកេតកៅដែលជាតំណាងឲ្យរដ្ឋាភិបាលថៃចាំផ្ទះនេះថាមកដល់ពេលនេះថៃអត់បានទាន់ទទួលបណ្ដឹងជាផ្លូវការណាមួយឬក៏តាមផ្លូវទូតទៅរដ្ឋាភិបាលចាំផ្ទះថៃនេះពីរឿងតវ៉ារបស់កម្ពុជាឬប្តឹងផ្ដាល់របស់កម្ពុជានៅឡើយទេខ្ញុំថាដល់តែនិយាយអញ្ចឹងដូចជាមើលស្រាលរដ្ឋាភិបាលកម្ពុជាពេកទេដឹងហ៎ខ្ញុំដូចជាវល់អស់ហើយមិនដឹងថានេះជាសារនយោបាយរបស់ថៃឬក៏យ៉ាងណាទេបងប្អូនដូចខ្ញុំថាភ្ញាក់ផ្អើលនេះគឺដោយសារទី1រដ្ឋាភិបាលកម្ពុជាតាមរយៈលោកប៉ែនបូណាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានអះអាងប្រហែលជាសប្តាហ៍មុនហ្នឹងថាកម្ពុជាបានប្រើប្រាស់យន្តការទូតយន្តការស្អីផ្លូវការអីហ្នឹងគឺយ៉ាងហោចណាស់ក៏តវ៉ាជំទាស់ជូនដំណឹងបដិសេធមិនទទួលស្គាល់លក្ខហ្នឹងជិត700ដងដែរជិត700ដងចុះអាជិត700ដងហ្នឹងអាហ្នឹងអត់និយាយពីអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2000ដែលលោកទាសីហាធ្លាប់និយាយកាលពីខែមិថុនាថាថៃបំពេញអនុសារណៈនៃការយោគយល់គ្នា MOU 2000ហ្នឹងរហូតដល់ជិត700ដងទៀតទេនិយាយទៅបូកចូលគ្នាគឺ1400ដងទៅហើយនិយាយពីរឿងការតវ៉ាការបដិសេធអីណាតែមកដល់ម៉ោងនេះស្រាប់តែរដ្ឋាភិបាលថៃតំណាងរដ្ឋាភិបាលថៃថាអត់បានទទួលអ្វីដែលជាផ្លូវការហ្នឹងឥឡូវបបួលឲ្យប្តឹងទៅតាមផ្លូវការយន្តការអន្តរជាតិដល់ហើយថៃមែនតើធ្វើជាអារម្មណ៍កម្ពុជាមែនតើតើអ្វីដែលកម្ពុជាថ្លែងសេចក្តីប្រកាសព័ត៌មានឬក៏ស្អីដែលចេញពីក្រសួងការបរទេសផងចេញពីរដ្ឋាភិបាលផងចេញពីក្រសួងមន្ទីរគ្រប់បែបយ៉ាងផងហ្នឹងតើវាគ្រាន់តែជាការទូងស្គរឲ្យតែលឺនៅក្នុងជាសាធារណៈមិនបានបញ្ជូនតាមរចនាសម្ព័ន្ធដូចថាបញ្ជូនទៅរដ្ឋាភិបាលនិងរដ្ឋាភិបាលក្រសួងនិងក្រសួងឬក៏យ៉ាងដូចម្ដេចមានអារឿងនេះឲ្យធ្វើឲ្យយើងចាប់ផ្ដើមឆ្ងល់តើអ្នកណាធ្វើនយោបាយប្រជាពិធដ្ឋឲ្យប្រកាស
រដ្ឋាភិបាលថៃឬក៏រដ្ឋាភិបាលកម្ពុជាព្រោះអីរដ្ឋាភិបាលកម្ពុជាដងណាក៏ឃើញសេចក្តីប្រកាសព័ត៌មានពីរឿងតវ៉ានេះតើសារតវ៉ារបស់គាត់ហ្នឹងគាត់ធ្វើជាគ្រាន់តែបង្ហាញរបៀបគេហៅ publicity គាត់ថាជាផ្សាយឲ្យតែលឺជាលិខិតចំហហើយភាគីថៃខ្លួនឯងអត់បានទទួលតាមច្រកផ្លូវការផ្លូវទូតហ្នឹងដូចគេអះអាងយ៉ាងហ្នឹងគឺយ៉ាងដូចម្ដេចបើដូច្នេះមែនគឺបានន័យថាកម្ពុជាក៏រងការបោកប្រាស់ថៃក៏រងការបោកប្រាស់ដែរប្រជាពលរដ្ឋទាំងអស់គឺលឺសូតែតវ៉ាលឺសូតែជំទាស់លឺតែអីក៏ប៉ុន្តែលទ្ធផលភាគីទាំងពីរអត់ដែលបានទទួលសារអីហ្នឹងជាផ្លូវការលឺតែយកប្រព័ន្ធផ្សព្វផ្សាយធ្វើជាមធ្យោបាយដោះស្រាយបញ្ហាទៅវិញនេះអានេះហើយដែលធ្វើឲ្យរកម្មចិត្តណាបងប្អូនប៉ុន្តែខ្ញុំជឿថារដ្ឋាភិបាលកម្ពុជាច្បាស់ណាស់មិននៅស្ងៀមទេស្អែកនឹងត្រូវតែមានសេចក្តីប្រកាសព័ត៌មានឬក៏សន្និសីទសារព័ត៌មានអីមួយដើម្បីតបទៅភាគីថៃដែលថាអត់ដែលបានដឹងឬក៏តវ៉ាផ្លូវការទៅតាមយន្តការតាមច្រកក្រសួងការបរទេសឬក៏ក្រសួងមន្ទីរវប្បធម៌និងវប្បធម៌ធម្មការនិងធម្មការអីដូចថៃអះអាងនឹងទេបាទបើអញ្ចឹងទេឲ្យថៃចាប់ផ្ដើមគេហៅថាពវៀងស្ថានភាពធ្វើឲ្យថាកម្ពុជាអត់ចេះធ្វើការទេយកប្រព័ន្ធផ្សព្វផ្សាយធ្វើជាត្រីមុខអីអញ្ចឹងទៀតណាប៉ុន្តែឥឡូវសំខាន់គឺយើងទុករឿងនេះម្លែកហើយយើងវិភាគទាំងអស់គ្នាហេតុអីបានជាម៉ោងហ្នឹងថៃនិយាយថាកម្ពុជាបបួលកម្ពុជាឲ្យដាក់ប្តឹងបើព្រោះថៃលោកអនុទិនច័ន្ទវរៈគុលនិងសៀស័កភួងកេតកៅដែលដកស្រង់តាមសារព័ត៌មានថៃនេះនិយាយថាបើសិនជាកម្ពុជាចិត្តសឿងប្តឹងទៅតាមយន្តការច្បាប់អន្តរជាតិឬក៏ប្រព័ន្ធផ្លូវការរដ្ឋាភិបាលនិងរដ្ឋាភិបាលអីចឹងពួកគេអត់ដែលបានទទួលខ្ញុំថាបាទរឿងនេះដូចជាផ្លាយត្រង់នេះដែរខ្ញុំមើលទៅរដ្ឋាភិបាលកម្ពុជាដោយគណៈកម្មការកិច្ចការព្រំដែនហ្នឹងឮសូរដូចជាសរសេរលិខិតអីសុំឲ្យ JBC អីមកជុំ2 ដង 3 ដងហ្នឹងមិនអញ្ចឹងឯងបងប្អូនខ្ញុំផ្សាយជាញឹកញាប់ដែរហ្នឹងយើងឲ្យភាពយុត្តិធម៌ទៅរដ្ឋាភិបាលកម្ពុជាដែរគាត់ថាសេចក្តីថ្លែងសារអីផ្សេងទៀតហ្នឹងវាអាចគ្រាន់តែជាសេចក្តីថ្លែងសារឲ្យតែលឺជាសាធារណៈប៉ុន្តែភាគីពាក់ព័ន្ធអត់ដឹងគាត់ថាដឹងតាមប្រព័ន្ធផ្សព្វផ្សាយតែមិនដឹងតាមយន្តការការទូតឬក៏មិនដឹងតាមរដ្ឋាភិបាលហើយបើនិយាយពីរឿងប្តឹងថៃទៅតុលាការអន្តរជាតិអាហ្នឹងអត់មែនព្រោះឥឡូវថៃក៏បានបញ្ជាក់មកដែរថាមកដល់មកហ្នឹងអត់ទាន់បានទទួលបណ្ដឹងខ្មែរប្តឹងថៃពីរឿងប្រាសាទតាកបីឬក៏ប្រាសាទតាមាន់ធំនេះទៅយន្តការអន្តរជាតិណាទេរឿងនេះហើយវាធ្វើឲ្យយើងឆ្ងល់ថាចុះអាកាលពីថៃកម្ពុជាជូនដំណឹងកាលពីខែមិថុនាពាក់កណ្ដាលខែមិថុនានោះដែលរដ្ឋាភិបាលកម្ពុជាអះអាងថាអានឹងដាក់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិអញ្ចឹងថៃខ្លួនឯងក៏ទទួលស្គាល់ថាអានឹងមិនមែនជាបណ្ដឹងទេវាគ្រាន់តែជាការជូនដំណឹងវាអត់ទាន់មានបណ្ដឹងផ្លូវច្បាប់ល្មមដល់ពេលដែរមែនទេកម្ពុជាព្រោះអីថៃហាក់បីដូចជាកាន់តែមែនតើណាមិនអញ្ចឹងកាន់តែកម្ពុជាមើលទៅដូចជាចង់បានដីខ្មែរមកវិញប៉ុន្តែដូចជាវល់អីហត់ចំលមាស់សោះឥឡូវថៃគេថាអីហត់ចំលមាស់មើលដាក់ប្តឹងមើលនេះដល់ពេលហើយនេះព្រោះលឺសូតែខ្មែរបបួលថៃឲ្យប្តឹងទៅតុលាការអន្តរជាតិព្រោះអីថៃអត់ទទួលស្គាល់យុត្តាធិការអន្តរជាតិឲ្យថៃម៉ោងណាក៏ដូចម៉ោងណាដែរនិយាយថាកុំឲ្យប្តឹងទៅតុលាការអន្តរជាតិគឺយើងយកយន្តការចរចាទ្វេភាគីចុះហេតុអ្វីបានមកដល់ពេលនេះថៃបែរជានិយាយបបួលខ្មែរថាដាក់ទៅព្រោះអត់ដែលឮពាក្យថាផ្ដាក់នឹងអត់ដែលឃើញពាក្យបណ្ដឹងនឹងផងអត់ដែលឃើញផ្ដាក់ប្តឹងផងឮសូតែតវ៉ាឮសូតែអីអញ្ចឹងពេញចិត្តមែនតើខ្ញុំឮសូថៃនិយាយអញ្ចឹងពេញចិត្តមែនតើគឺពេញចិត្តត្រង់ថាឲ្យដងដើមមកកម្ពុជាដាក់ប្តឹងណានៅចាំអីទៀតអញ្ចឹងកម្ពុជានៅចាំអីទៀតហេតុអីមិនដាក់ពាក្យប្តឹងថៃទៅតែម្ដងទៅប្រាសាទតាកបីយើងលាយខ្ទេចខ្ទីអស់ប្រាសាទតាមាន់ធំយើងគេគ្រប់គ្រងអស់ប្រាសាទខ្នាប្រាសាទតាមាន់តូចនិយាយទៅប្រាសាទ3 4របស់យើងគេគ្រប់គ្រងអស់ដី14កន្លែងដែលខ្មែរទទួលស្គាល់ជាផ្លូវការដែលតាមរយៈរដ្ឋាភិបាលប៉ុន្តែមន្ត្រីផ្សេងទៀតទៅហ៊ានជួមុខអីថារហូតដល់41កន្លែងអីនោះដែលគេកំពុងគ្រប់គ្រងហើយឥឡូវគេឈូសឆាយធ្វើហេដ្ឋារចនាសម្ព័ន្ធអីហើយយើងនៅតែតវ៉ាអញ្ចឹងរហូតឥឡូវថៃគឺជាអ្នកដែលប្រព្រឹត្តផងគេថាដាក់ប្តឹងទៅហើយយើងអត់ដាក់ប្តឹងទៀតឥឡូវនេះទុកឲ្យបងប្អូនសាធារណជនជាអ្នកសម្រេចទៅថាតើរឿងយើងចាំអីទៀតខ្ញុំអត់ដឹងដែរព្រោះអានេះគឺដល់ពេលដំណាក់កាលមួយដែលចោលចូលលួចចូលប្លន់យកទ្រព្យសម្បត្តិរបស់អស់យើងអស់ហើយយើងនៅតែតវ៉ាថាទេទ្រព្យហ្នឹងនឹងបានមកយើងវិញហើយគឺកំពុងប្រមូលចូលសងយើងហើយគឺយើងនឹងទាញវាឲ្យយឺតដូចកស៊ូកាត់វាកង់ឬយ៉ាងហោចណាស់ប្រើយុទ្ធសាស្ត្រពោះចឹកគឺថាស្ងាត់ចឹកមកប៉ោះងាប់អស់ដំណងអាហ្នឹងឥឡូវទៅអានេះឥឡូវវាដឹងចឹកកន្លែងណាឬកាត់កន្លែងណាទេព្រោះអីឥឡូវអ្នកដែលលួចអ្នកប្លន់យើងគេបបួលយើងទៀតគេថាបបប្តឹងទៅហើយយើងអត់ប្តឹងមករកយន្តការចរចាមួយចោលវិញនេះឥឡូវចោលថាបើគ្រាន់បើប្តឹងទៅឥឡូវយើងធ្វើអីទៀតឥឡូវហ្នឹងគេរហូតដល់ផ្កើនដាក់យើងគេលែងនេះគេបបួលយើងឲ្យប្តឹងទៅទៀតនេះហើយខ្ញុំពងតែឆ្ងល់
ហើយតែយើងចាំអីទៀតព្រោះយើងអនុគ្រោះឲ្យគេច្រើនពេកហើយគឺយើងមិនតវ៉ាយើងមិនធ្វើអីហើយទៅយើងនៅតែគិតថាយើងមិនទទួលស្គាល់យើងមិនអីទេថៃគេថាយើងមិនទទួលស្គាល់ក៏ហីទៅប៉ុន្តែរបស់គេហ្នឹងគេយកបានអស់ហើយហ្នឹងហើយគេបានបកស្រាយនៅថ្ងៃហ្នឹងទៀតថាតបតទៅនឹងអ្វីដែលជាលិខិតរបស់ក្រសួងសិទ្ធិណែវប្បធម៌និងវិចិត្រសិល្បៈថាកុំចោតប្រកាន់ភាគីថៃថាឈ្លានពានដែនអធិបតេយ្យកម្ពុជាគេដណ្ដើមយកដែនអធិបតេយ្យគេយកទៅគ្រប់គ្រងវិញតែប៉ុណ្ណោះគេនិយាយចឹងហ្មងថៃគេនិយាយអត់មានញញើតមាត់ទេគេថាគេអត់បានឈ្លានពានហើយឈប់ឲ្យប្រើពាក្យឈ្លានពានហ្នឹងទៀតគេប្រាប់កម្ពុជាថាឈប់ប្រើពាក្យឈ្លានពានហ្នឹងគេបញ្យល់ទៅសហគមន៍អន្តរជាតិថាថៃដណ្ដើមកាន់កាប់តំបន់ដែលកម្ពុជាធ្លាប់ទន្ទ្រានឈ្លានពានចូលដីគេណាវាទៅជាអញ្ចឹងហ่าបងប្អូនតើយើងឥឡូវគេកំពុងកែប្រវត្តិសាស្ត្រហ្នឹងគេកែច្បាប់គេកែអីរហូតដល់យកមន្ត្រី FBI ចូលទៅអូស្មាច់ដែលជាតំបន់កាស៊ីណូទៅប្រាប់ថាគេកំពុងតែដោះស្រាយបញ្ហាក្នុងដែនអធិបតេយ្យរបស់គេវែកមុខមជ្ឈមណ្ឌលឆបោកអនឡាញលាបពណ៌ឲ្យកម្ពុជាឃើញយ៉ាងច្បាស់ថាជាមជ្ឈមណ្ឌលឆបោកអនឡាញដែលសហគមន៍អន្តរជាតិកំពុងតែស្អប់ខ្ពើមឥឡូវថៃគេយកបងទៀតថាឃើញហើយគេយកមន្ត្រី FBI ចុះទៅជាសាក្សីទៀតយក FBI ចុះជាសាក្សីនៅក្នុងដែនអធិបតេយ្យកម្ពុជាគ្មានការយល់ព្រមពីខាងភាគីកម្ពុជាទៅរួចទេបងប្អូនគឺមើលងាយកម្ពុជាដល់កំណត់ហើយគឺយើងមិនសហការគ្នាជាមួយកម្ពុជាគឺយើងផ្ដល់ភាពស្របច្បាប់ឲ្យថៃផ្ដល់យកភាពស្របច្បាប់ខ្លួនឯងយក FBI អាមេរិកចុះចូលក្នុងដែនអធិបតេយ្យមានបងប្អូនខ្លះសួរថា FBI គេស៊ើបអង្កេតរឿងបទអក្រិតគេទៅដល់កន្លែងណាក៏បានដែរខុសហើយ FBI គឺជាសមត្ថកិច្ចរបស់អាមេរិកគឺជាដែនអធិបតេយ្យរបស់អាមេរិកអាចចូលទៅប្រទេសណាបានទាល់តែម្ចាស់ផ្ទះអនុញ្ញាតចូលទៅថៃបានថៃអនុញ្ញាតអត់អីទេប៉ុន្តែចូលមកដល់តំបន់អូស្មាច់មិនមែនថៃធ្វើអីបានស្រាញ់ចិត្តទេព្រោះអូស្មាច់ជាដែនអធិបតេយ្យរបស់កម្ពុជាបើដូចអ្វីដែលកម្ពុជាអះអាងថាអានោះជាដែនដីរបស់ខ្លួនឥឡូវឯណាមិនឃើញប្រតិកម្មមកដល់ម៉ោងហ្នឹងអត់ទាន់ឃើញមានប្រតិកម្មពីភាគីកម្ពុជាតបតទៅនឹង FBI អាមេរិកដែលថៃអះអាងថាយកចូលទៅតំបន់អូស្មាច់ហ្នឹងឲ្យផ្សាយពេញពិភពលោកការផ្សាយពេញពិភពលោកនេះណាបងប្អូនមិនមែនរឿងតែ FBI ចូលទៅអូស្មាច់ទេហើយចាំណាបងប្អូននៅពេលដែលសមត្ថកិច្ចប៉ូលីសនៃដែនអធិបតេយ្យមួយចូលទៅក្នុងដែនអធិបតេយ្យកម្ពុជាគឺយើងបាត់បង់អធិបតេយ្យរបស់ខ្លួនហើយគឺគេសំបីតាអាមេរិកហ្នឹងក៏លេបចូលដែរខ្ញុំឆ្ងល់រឿង FBI អាមេរិកដែរបើសិនជាយើងជាប្រទេសជារដ្ឋអធិបតេយ្យមួយយើងស្រឡាញ់ឲ្យប្រទេសពីរនេះមានសុខសន្តិភាពនឹងគ្នាហេតុអីបានជាយើងទៅចូលដៃជាមួយថៃចោះទៅពិនិត្យក្នុងតំបន់អូស្មាច់ដែលជាតំបន់ប្រទីងបតុងក្នុងដែនអធិបតេយ្យកម្ពុជាលេបចូលទេអាមេរិកនឹងខ្ញុំពងតែឆ្ងល់លេបចូលទេនៅពេលដែលយើងចូលទៅក្នុងដែនអធិបតេយ្យរបស់ប្រទេសមួយដោយគ្មានការព្រមព្រៀងពីប្រទេសម្ចាស់ផ្ទះដោយកម្ពុជានេះហើយដីកំពុងតែប្រទីងបតុងគ្នានេះគឺយើងផ្ដល់ភាពស្របច្បាប់ឲ្យអាជ្ញាធរថៃយើងធ្វើបាបផ្លូវចិត្តប្រជាពលរដ្ឋកម្ពុជានិងអាជ្ញាធរដែនអធិបតេយ្យកម្ពុជាហើយអាងតែខ្លួនឯងមានអំណាចអាងតែខ្លួនឯងត្រូវថៃប្រើអីបានហើយយកលេសពីរឿងការតែប្រយុទ្ធប្រឆាំងនឹងការឆបបោកអនឡាញជាការពិតហើយការប្រយុទ្ធប្រឆាំងឆបបោកអនឡាញគឺជាកិច្ចសហការទ្វេភាគីឬក៏ពហុភាគីវាឆ្លងដែនវាត្រូវមានកិច្ចសហការប៉ុន្តែតំបន់ផ្សេងអាចធ្វើបានមិនមែនតំបន់ដែលកំពុងតែឆ្លោះគ្នាអត់ទាន់ដាច់ស្រេចនឹងទេព្រោះតំបន់ឆ្លោះគ្នាអត់ទាន់ដាច់ស្រេចនេះគឺយើងធ្វើឲ្យមានភាពល្អកកផ្នែកការទូតទំនាក់ទំនងល្អរវាងកម្ពុជាថៃអាមេរិកសពបែបយ៉ាងហើយតកតងនឹងដែនអធិបតេយ្យរបស់កម្ពុជាអាមេរិកធ្វើនេះខ្ញុំអត់គ្រប់គ្រងទេអញ្ចឹងហើយបានជាខ្ញុំថាអាមេរិកក៏មិនត្រឹមត្រូវនៅក្នុងការដែលមន្ត្រី FBI ទៅចូលជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាគ្មានការឯកភាពពីភាគីកម្ពុជាក្នុងពេលជាមួយគ្នានឹងគឺកម្ពុជាខ្លួនឯងអត់ត្រូវនៅស្ងៀមទេខ្ញុំបាននិយាយកាលពីម្សិលមិញថាអត់ត្រូវនៅស្ងៀមទេព្រោះអីនេះគឺជាដែនអធិបតេយ្យរបស់កម្ពុជាជាការពិតហើយវានៅក្នុងដែនដីដែលថៃកំពុងគ្រប់គ្រងក៏ប៉ុន្តែថៃគ្រប់គ្រងដោយកម្លាំងប្រដាប់អាវុធបើសិនជាកម្ពុជាមិនតវ៉ាតាក់ទងនឹងជំហររបស់ភាគីថៃដែលនាំ FBI ចូលមកក្នុងដែនអធិបតេយ្យកម្ពុជានៅដែនអូស្មាច់ទេនោះគឺស្មើនឹងការព្រមទទួលស្គាល់ថាដីទាំង14កន្លែងដែលថៃគ្រប់គ្រងគឺជាដែនអធិបតេយ្យរបស់ថៃធ្វើអីក៏បានអត់ចាំបាច់សុំការអនុញ្ញាតពីកម្ពុជាហើយក្នុងន័យនេះគឺជាការកសាងព័ត៌មានភស្តុតាងផ្លូវច្បាប់មួយឲ្យថៃមានភាពស្របច្បាប់នៅក្នុងការគ្រប់គ្រងតំបន់នោះជារៀងរហូតដោយខ្មែរអត់អាចទាមទារបានលើកលែងតែយើងប្តឹងទៅតុលាការអន្តរជាតិបើប្តឹងទៅតុលាការអន្តរជាតិហ្នឹងក៏យើងត្រូវការតវ៉ាបន្តទៀតពីខាងកម្ពុជាដែរគឺតវ៉ា
យកតំបន់អូស្មាច់ហ្នឹងថាជាតំបន់ដែលនៅក្នុងដែនអធិបតេយ្យកម្ពុជាហើយមិនទទួលស្គាល់ការដែលនាំមន្ត្រី FBI ចូលទៅអីអញ្ចឹងទៅអាហ្នឹងតើតែយើងមានសេចក្តីជំទាស់អញ្ចឹងទៀតព្រោះបើយើងអត់ទាន់ដាក់ប្តឹងហើយអត់មានការជំទាស់ទៀតវាអត់មានការកសាងលិខិតគតិយុត្តនៅក្នុងការជំទាស់ទៅភាគីថៃខ្ញុំនៅតែលើកទឹកចិត្តថាប្តឹងទៅតុលាការយុតិធធម៌អន្តរជាតិនិងតុលាការព្រហ្មទណ្ឌអន្តរជាតិឲ្យឆាប់តាមតែអាចធ្វើទៅបានអត់ត្រូវរងចាំផងទេព្រោះអីបើអត់ត្រូវរងចាំហើយយើងនៅតែអញ្ចឹងយើងនៅអត់ចំលំអស់អញ្ចឹងហើយថៃបង្កើតព្រឹត្តិការណ៍រហូតគឺយើងនឹងបាត់បង់ភាពអាជាអធិបតេយ្យរបស់យើងនឹងកាន់តែបន្តិចម្ដងរាល់ថ្ងៃហើយថៃគេឆ្លាតខូចតែជាឆ្លាតគេកសាងគេដឹងរឿងគេថាតែនាំ FBI មកចូលក្នុងដែនអធិបតេយ្យដែលថៃវាយបានគឺជាដែនអធិបតេយ្យព្រោះរដ្ឋដតីជាប៉ូលីសអន្តរជាតិហើយចូលមកក្នុងដែនអធិបតេយ្យបានន័យថាជាដែនរបស់ថៃព្រោះថៃអនុញ្ញាតអញ្ចឹងជាដីរបស់ថៃតែកម្ពុជាអត់អនុញ្ញាតកម្ពុជាអត់តវ៉ាអានឹងរឿងធំមែនតើកម្ពុជាតវ៉ាច្រើនណាស់ប៉ុន្តែអត់ទាន់ឃើញរឿងនេះខ្ញុំជឿថាប្រហែលជាគាត់កំពុងថ្លឹងថ្លែងឬក៏ខ្ញុំអាចឆក់ល្វែងមិនអានសេចក្តីថ្លែងការណ៍របស់គាត់ឲ្យអស់ឬក៏យ៉ាងម៉េចតែខ្ញុំនឹងចាំបងប្អូនបើសិនជាឃើញសេចក្តីថ្លែងការណ៍របស់កម្ពុជាតវ៉ារឿង FBI ហ្នឹងឲ្យខ្ញុំដឹងផងព្រោះខ្ញុំមិនចង់ផ្សាយព័ត៌មានតាមមួយខាងឬក៏ជាការមូលបង្កាច់បង្ខូចរដ្ឋាភិបាលគេបានតដែរតែយើងមិនបានផ្សាយឲ្យគេអត់ទេមិនមែនជាគំនិតរបស់មួងណារ៉េទេព្រោះខ្ញុំធ្វើព័ត៌មានគឺខ្ញុំមិនមែនផ្កាប់មុខទៅខាងណាទេខ្ញុំនិយាយអំពីអង្គហេតុការពិតបរដ្ឋាភិបាលធ្វើ